នការមេបញ្ជាការភូមិភាគមួយរបស់សៀមដែលតម្រូវឲ្យប្រជាពលរដ្ឋខ្មែរយើងត្រូវជំនះចេញពីភូមិជោគជ័យភូមិព្រៃច័ន្ទនិងបឹងត្រកួនត្រូវបរាជ័យទាំងស្រុងហើយត្រូវអនុរដ្ឋមន្ត្រីការពារជាតិរបស់សៀមក៏ហៅប្រជុំជាបន្ទាន់អំពីផែនការបរាជ័យនៃការជំនះអ្នកភូមិខ្មែររបស់យើងនៅរសៀលថ្ងៃទី7ខែតុលាឆ្នាំ2025ហើយមេបញ្ជាការភូមិភាគមួយរបស់សៀមបានបញ្ជាក់យ៉ាងខ្លីថាលោកនៅតែបន្តតាមដានស្ថានភាពព្រំដែនកម្ពុជាថៃយ៉ាងយកចិត្តទុកដាក់បំផុតលោកនឹងបដិញ្ញាចិត្តការពារទឹកដីសៀមឲ្យអស់ពីសមត្ថភាពដរាបណាលោកនៅតែកាន់តំណែងជាមេបញ្ជាការភូមិភាគមួយរបស់សៀមខ្ញុំមិនចង់និយាយនោះទេថាមេបញ្ជាការមុនទៅវង្វេងប្រវត្តិសាស្ត្រដូចជាលោកក្បាលដៃបាតឃ្លាំងជាដើមដល់ពេលឥឡូវមេភូមិភាគដែលមកកាន់តំណែងថ្មីមិនថាមេភូមិភាគ1មិនថាមេភូមិភាគ2និងមេភូមិភាគដទៃទៀតនោះទេសុទ្ធតែវង្វេងប្រវត្តិសាស្ត្រដដែលហើយខ្ញុំសូមផ្ដាំទៅមេបញ្ជាការដែលទើបឡើងកាន់តំណែងថ្មីរបស់សៀមទាំងអស់គ្នាផងដែរឈប់បានឈប់ទៅកុំមានចិត្តចង់ជ្រៀងពៀនទឹកដីខ្មែរទៀតប្រយ័ត្នទេវតាបរាមុខទាំងអស់គ្នាទៅ